ពួកបើសិនជាមិនមានការប្រឹងប្រែងដែលមិនឈប់សម្រាកពីជំនាន់នោះទេបងគិតថាយើងអត់មានថ្ងៃនេះទេអ្វីដែលគួរឲ្យចងចាំបំផុតហ្នឹងគឺការចិញ្ចឹមដំបង5ក្បាលហ្នឹងគឺងាប់ទាំងអស់តែម្ដងហើយតែរបស់ខ្មែរអាតែគេគ្រប់គ្រងចេះតែផលិតទៅតែពួកបងអត់ចង់អញ្ចឹងឯងបងចង់បានផលិតផលរបស់បងល្អហើយរបស់ខ្មែរទៀតថ្ងៃណាគេឲ្យយើងដកដង្ហើមបានថ្ងៃណាគេបិទដង្ហើមយើងអញ្ចឹងណាហើយពេលដែលជ្រុកចោលទីផ្សារគឺតែឡើងលើកបណ្ដោយបងចង់ឲ្យពួកគាត់ទុកពេលឲ្យបងបន្តិចបងសន្យាថាសាច់ជ្រូកជាតិនឹងក្លាយទៅជា brand មួយរបស់ខ្មែរតំណាងឲ្យមិនថាសាច់ជ្រូកទេរបស់ខ្មែរតែម្ដងដែលប្រជាជនខ្មែរនឹងទុកចិត្តនេះលោកហ៊ុនរ៉ាដេតដែលមនុស្សភាគច្រើនស្គាល់គាត់ត្រឹមតែជា CEO របស់ក្រុមហ៊ុនសាច់ជ្រូកជាតិនិងជាម្ចាស់កសិដ្ឋាន OS នៅឯខេត្តកំពង់ឆ្នាំងតែសម្រាប់អ្នកជិតស្និទ្ធរបស់គាត់វិញគេស្គាល់គាត់ថាជា fan បាយសាច់ជ្រូកបងដេតគាត់ចូលចិត្តញ៉ាំបាយសាច់ជ្រូកជារៀងរាល់ថ្ងៃពេលខ្លះញ៉ាំរហូតដល់តែបុគ្គលិកតែងតែឆ្ងល់ថាយីបងអត់ចេះត្រឡន់ខ្លះទេអីសម្រាប់បងដេតវិញគឺគាត់ធំដឹងក្តីឡើងជាមួយនឹងក្លិនកសិដ្ឋានក៏ដូចជាការលក់ជ្រូកតាំងពីចំនួនម៉ាក់ប៉ាគាត់មកម្លេះពីអ្នកបន្តវេនចំនួនទី2ដែលគ្រាន់តែលក់ជ្រូកទៅឲ្យឈ្មួញកណ្ដាលរហូតមកក្លាយជាអ្នកដឹកនាំក្រុមហ៊ុនសាច់ជ្រូកជាតិនាពេលបច្ចុប្បន្នតែមានថ្ងៃនេះតើបងដេតគាត់ឆ្លងកាត់ការលំបាកអ្វីខ្លះហើយជីវិតជា CEO ផងជាប៉ាផងតើវាលំបាកសម្រាប់គាត់កម្រិតណាទៅមកជួបជាមួយបងដេតក្នុងវីដេអូស៊េរីជាសហគ្រិនចំនួនថ្មីនៅសប្តាហ៍ក្រោយ